ក្រោយពីការស្លាប់យុវជនកូរ៉េខាងត្បូងម្នាក់ដែលត្រូវបានចាប់ចម្រិតក្នុងបទល្មើសអនឡាញប្រព្រឹត្តដោយឧក្រិដ្ឋជនបរទេសក្នុងខេត្តកំពតបានក្លាយជាប្រធានបទក្តៅគគុកសម្រាប់ការជជែកវែកញែកជាច្រើននៅលើបណ្ដាញសង្គមគណៈរដ្ឋាភិបាលកូរ៉េខាងត្បូងបានបង្ហាញការប្រតិកម្មនិងស្នើចាត់វិធានការឆ្លើយតបទៅនឹងបញ្ហានេះជាបន្ទាន់សម្រាប់អ្នកតាមដានសង្គមនិងប្រតិបត្តិការក្នុងវិស័យទេសចរណ៍ក៏ជំរុញឲ្យរដ្ឋាភិបាលកម្ពុជាខិតខំប្រឹងប្រែងចាត់វិធានការឲ្យបានតឹងរ៉ឹងបន្ថែមទៀតលើករណីឧក្រិដ្ឋកម្មអនឡាញនេះអ្នកតាមដានសង្គមកម្ពុជាលោកបណ្ឌិតឆតបន្ថងលើកឡើងថាបទល្មើសអនឡាញគឺជាបញ្ហាសកលដែលកំពុងកើតមានឡើងនៅក្នុងសម័យទំនើបនេះហើយកំពុងរីកសាយភាយស្ទើរពាសពេញពិភពលោករួមទាំងកម្ពុជាក៏ជាប្រទេសរងគ្រោះពីបទល្មើសអនឡាញនេះផងដែរជុំវិញការប្រតិកម្មពីរដ្ឋាភិបាលកូរ៉េខាងត្បូងក្រោយការស្លាប់និស្សិតកូរ៉េខាងត្បូងម្នាក់នៅប្រទេសកម្ពុជានេះលោកបណ្ឌិតថាបទល្មើសអនឡាញកំពុងរាលដាលពីប្រទេសមួយទៅប្រទេសមួយរាប់ទាំងប្រទេសកូរ៉េខាងត្បូងដែលមានប្រជាជនរងគ្រោះនោះក៏មានប្រជាជនកូរ៉េជាបណ្ដាញក្នុងការប្រព្រឹត្តនេះដែរនៅក្នុងប្រទេសកម្ពុជាក្នុងន័យនេះលោកបានសង្កត់ធ្ងន់ពីភាពចាំបាច់នៃការបង្កើនសមត្ថភាពនិងការពូតដៃសហការជាសកលដើម្បីប្រយុទ្ធប្រឆាំងបទល្មើសនេះដែលកំពុងផ្ទុះខ្លាំងคล้ายជាក្តីបារម្ភសម្រាប់ពិភពលោកទាំងមូលលោកបណ្ឌិតឈុតបន្ថងក៏បានគូសរំលេចពីការខិតខំប្រឹងប្រែងរបស់អាជ្ញាធរកម្ពុជាដែលបានបង្ក្រាបបទល្មើសអនឡាញជាបន្តបន្ទាប់ទាំងក្របខ័ណ្ឌទីក្នុងប្រទេសជាទ្វេភាគីនិងកិច្ចសហប្រតិបត្តិការអន្តរជាតិជំនួសឲ្យការរុញបញ្ហាដោយដាក់បន្ទុកតែទៅលើប្រទេសណាមួយនោះទេត្រូវបានបណ្ឌិតរូបនេះនិយាយថាការរួមគ្នាដើម្បីតាមប្រម៉ាញ់ដើម្បីពង្រឹងសហប្រតិបត្តិការបង្ក្រាបស្កេមអនឡាញគឺជារឿងដែលគួរធ្វើជាងការស្ដីបន្ទោសដាក់គ្នាពាក់ព័ន្ធទៅនឹងកិច្ចការបង្ក្រាបបទល្មើសអនឡាញនេះលោកធុស៊ីណាប្រធានសមាគមទេសចរអាស៊ីប៉ាស៊ីហ្វិកក៏បានបង្ហាញទស្សនៈស្រដៀងគ្នាទៅនឹងអ្នកតាមដានសង្គមខាងលើដោយលោកបានជំរុញឲ្យរដ្ឋាភិបាលកម្ពុជានឹងបង្កើតកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសជាមិត្តក្នុងការចាត់វិធានការបង្ក្រាបបទល្មើសអនឡាញនៅកម្ពុជាឲ្យទាន់ពេលវេលាដើម្បីរក្សាកេរ្តិ៍ឈ្មោះកម្ពុជាជាពិសេសរក្សាបាននូវស្ថិរភាពក្នុងវិស័យទេសចរណ៍ផងដែរលោកធុស៊ីណាក៏បានលើកឡើងតាមរយៈកម្ពុជាថ្មីនៅថ្ងៃទី15ខែតុលានេះថាបទល្មើសអនឡាញដែលបាននឹងកំពុងកើតមានឡើងនៅក្នុងប្រទេសកម្ពុជាពេលនេះគឺវាបានបង្ហាញនៅភាពមិនល្អជាច្រើនរាប់ទាំងការជះឥទ្ធិពលមួយចំនួនធំទៅលើវិស័យទេសចរណ៍ជាពិសេសនោះគឺភ្ញៀវទេសចរដែលមកកម្សាន្តនៅកម្ពុជាតែម្ដងគណៈក្រសួងទេសចរដែលជាសេនាធិការរបស់រដ្ឋាភិបាលសហការជាមួយនឹងវិស័យឯកជនកំពុងខិតខំយ៉ាងខ្លាំងក្លាក្នុងការកៀងគរទេសចរឲ្យមកកម្ពុជាកាន់តែច្រើនថែមទៀតតាមរយៈការផ្សព្វផ្សាយពីសក្តានុពលដ៏សម្បូរបែបរបស់កម្ពុជាផងដែរក្នុងន័យនេះលោកក៏សង្កត់ធ្ងន់ដែរថារដ្ឋាភិបាលមានកាតព្វកិច្ចចាំបាច់ក្នុងការបង្ក្រាបឲ្យខានតែបាននៅពួកឧក្រិដ្ឋជនអនឡាញពីព្រោះវាបានប៉ះពាល់ទាំងសេដ្ឋកិច្ចជាតិនិងថែមទាំងប៉ះពាល់ដល់កិត្តិយសកេរ្តិ៍ឈ្មោះរបស់កម្ពុជាលើវេទិកាអន្តរជាតិប៉ុន្តែយ៉ាងណាក្តីលោកក៏បានទទួលស្គាល់ពីការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាដែលបានបើកប្រតិបត្តិការបង្ក្រាបទីតាំងលួចលាក់ធ្វើសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញជាច្រើនកន្លែងនៅទូទាំងប្រទេសដោយខត់ខ្លួននៅជនល្មើសរាប់សិបនាក់ដែលភាគច្រើនជាជនបរទេសផងដែរសម្រាប់ករណីដែលជនជាតិកូរ៉េខាងត្បូងបានស្លាប់នៅកម្ពុជាដោយសារពាក់ព័ន្ធទៅនឹង scamming ក៏ដូចជាការចាប់ចម្រិតនាពេលថ្មីនេះលោកធុស៊ីណាថាជាការពិតមិនអាចបដិសេធបានដែលទង្វើក្រតកម្មនេះកើតឡើងនៅលើទឹកដីកម្ពុជា
ក៏ប៉ុន្តែលោកបានទាញការចាប់អារម្មណ៍ពាក់ព័ន្ធទៅនឹងបទល្មើសអនឡាញដែលកំពុងកើតមានឡើងនៅពេលនេះថាអាចមានក្រមទី3ក្នុងការព្យាយាមផ្សព្វផ្សាយមិនល្អពីកម្ពុជាដោយបំភ្លឺហួសពីការពិតក្រោមរូបភាពចោទប្រកាន់ដោយដាក់បន្ទុកទៅលើកម្ពុជាក្នុងចេតនាសំអុយឈ្មោះកម្ពុជាប៉ុណ្ណោះត្រង់ចំណុចនេះលោកថាត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្ននិងពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយខណៈបើនិយាយពីចំនួនប្រជាជនខ្មែរស្លាប់នៅកូរ៉េដោយសារជនជាតិកូរ៉េធ្វើបាបឬសម្លាប់នៅក្នុងប្រទេសកូរ៉េនោះវាច្រើនជាងចំនួនជនជាតិកូរ៉េដែលរងគ្រោះនៅកម្ពុជាទៅទៀត